ហើយអ្នកនៅស្ថមុខនៅឆ្នាំហ្នឹងគឺណាគេក៏ដឹងថាខ្ញុំចូលចិត្តច្រៀងនៅក្នុងថ្នាក់ដែរឲ្យតែមកចូលសម្រាប់ខ្ញុំអត់ដឹងថាហេតុអីនឹងគេមានកម្មវិធីអញ្ចឹងពីមុនមកអត់ទេណាប៉ុន្តែភាគច្រើនគឺគាត់តែងតែឲ្យខ្ញុំជាអ្នកឡើងច្រៀងកំដរអ្នកនៅក្នុងថ្នាក់គាត់ចប់អញ្ចឹងទៅស្វាគមន៍មកកាន់ channel ថ្មីមួយទៀតរបស់ខ្ញុំ MCP Hoha ចែករំលែកអារម្មណ៍បទពិសោធន៍និងចំណេះដឹងស្ដាប់ MCP Hoha នៅវគ្គនេះខ្ញុំនឹងលើកយកប្រធានបទមួយទៀតអំពីខ្លួនខ្ញុំហើយសូមនិយាយតាមរបៀបដែលខ្ញុំចិត្តហ្មងសប្បាយតែ5នាទីទេហើយមុននឹងចាប់ផ្ដើមខ្ញុំសូមភ្ជាប់ទៅប្រធានបទមុនបន្តិចសិនវគ្គមុនហ្នឹងគឺខ្ញុំនិយាយពីប្រវត្តិឈ្មោះរបស់ខ្ញុំបន្តមកទៀតខ្ញុំនិយាយពីព័ត៌មានខ្លីៗរហូតដល់ខ្ញុំរៀនចប់វិទ្យាល័យប៉ុន្តែនៅវគ្គនេះគឺខ្ញុំនឹងបកទៅក្រោយបន្តិចមុននឹងចាប់ផ្ដើមទៅប្រធានបទថ្មីរបស់ខ្ញុំទី3ហ្នឹងគឺប្រធានបទរបស់ខ្ញុំហ្នឹងគឺកន្លែងការងារជាបន្តបន្ទាប់តាមពិតទៅនៅឆ្នាំ2009ក្រោយចប់វិទ្យាល័យហើយខ្ញុំពិតជាមានបំណងចង់រៀនភាពយន្តមែនហើយគិតថារៀនភាពយន្តមិនរៀនធម្មតាទេរៀនសុទ្ធតែគេហៅថាចង់ខ្លាចទៅជាអ្នកគំនូរជីវចលណាហើយនៅក្នុងក្តីប្រាថ្នារបស់ខ្ញុំតែងនិយាយខ្លួនឯងរហូតខ្ញុំចង់ខ្លាចទៅជាអ្នកផលិតភាពយន្តអ្នកទាំងអស់គ្នាដឹងថាហេតុអីបានខ្ញុំចង់ខ្លាចជាអ្នកផលិតភាពយន្តអត់ដោយសារតែខ្ញុំមានកង់របស់ខ្ញុំមួយដែលនិយាយទៅខ្ញុំមិនដែលដឹងទេនៅក្នុងកាលពីនៅក្មេងៗខ្ញុំមិនដែលដឹងថាកង់របស់ខ្ញុំហ្នឹងគាត់គឺជា producer ឯងខ្ញុំភ្ញាក់ផ្អើលមែនតើដោយសារតែខ្ញុំចូលចិត្តច្រៀងណានៅថ្នាក់ទី11 10 11 12អញ្ចឹងថ្នាក់ទី11 12ពីច្រើនគ្រូខ្ញុំអញ្ចឹងអ្នកដែលធ្លាប់រៀនមួយខ្ញុំអញ្ចឹងសិស្សវិទ្យាល័យគេដឹងហ្មងហើយអ្នកនៅស្ថមុខនៅឆ្នាំហ្នឹងគឺណាគេក៏ដឹងថាខ្ញុំចូលចិត្តច្រៀងនៅក្នុងថ្នាក់ដែរឲ្យតែមកចូលសម្រាប់ខ្ញុំអត់ដឹងថាហេតុអីនឹងគេមានកម្មវិធីអញ្ចឹងពីមុនមកអត់ទេណាប៉ុន្តែភាគច្រើនគឺគាត់តែងតែឲ្យខ្ញុំជាអ្នកឡើងច្រៀងកំដរអ្នកនៅក្នុងថ្នាក់ក្រោយចប់រៀនចប់អញ្ចឹងទៅហើយខ្ញុំមិនដឹងថាអាដងសិល្បៈហ្នឹងវាមកពីណាទេក្រោយមកទៀតហ្នឹងបានទើបដឹងថាកង់របស់ខ្ញុំហ្នឹងគាត់ជាផលិតករភាពយន្តឆ្នាំ1972 73គាត់ធ្លាប់ផលិតរឿងលំអងផ្កាស្លាដែលរឿងគាត់ហ្នឹងគឺដាក់នៅក្រោមផលិតកម្មរបស់គាត់ផ្ទាល់មកមានឈ្មោះថាអមរាភាពយន្តប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយហ្នឹងគឺគាត់បានបាត់បង់នៅអាស្នាដៃទាំងអស់ហ្នឹងហើយគាត់តែងតែមិនចង់រំលឹករហូតដល់មានពេលខ្លះហ្នឹងគឺសឹងថាគេហៅថាបើសិនជាដឹងថាខ្ញុំចូលចិត្តសិល្បៈអញ្ចឹងគឺហៅម៉ាក់ខ្ញុំមកស្ដីឲ្យរហូតដល់គាត់យំខ្ញុំចាំអត់ភ្លេចទេនៅថ្នាក់ទី9ហើយនិយាយទៅជំនាន់ហ្នឹងខ្ញុំមានអារម្មណ៍ថាកង់ខ្ញុំកាចមែនតើហ្នឹងហើយតែខ្ញុំអត់តន់ប្រាប់អ្នកទាំងអស់គ្នាថាចង់ក្រោយមិនទេណាមែនតើកង់ខ្ញុំគាត់ជំនាន់គាត់កាចខ្ញុំខ្លាចគាត់ហ្មងនិយាយត្រង់ហ្មងកង់ខាងប៉ាគាត់មានឈ្មោះថាម៉ាខៃហុងអញ្ចឹងអ្វីដែលខ្ញុំដឹងចុងក្រោយក្នុងឆាកជីវិតរបស់គាត់ហ្នឹងគឺគាត់ជាគ្រូថ្នាំខ្មែរទេហើយបានគាត់រត្រែធ្វើនៅតែផ្ទះរហូតមកប៉ុន្តែអ្វីដែលខ្ញុំបានដឹងហ្នឹងគឺគាត់ធ្លាប់ជាផលិតករភាពយន្តនេះឯងហើយខ្ញុំគិតថានេះហើយគឺជាឈាមជ័រដែលធ្វើឲ្យខ្ញុំស្រឡាញ់ការងារសិល្បៈអីចឹងជាបន្តបន្ទាប់ចឹងទៅអញ្ចឹងមានរឿងរ៉ាវខ្មៅងឹតដែរនៅក្នុងចន្លោះពេលដែលរស់នៅហ្នឹងទៅប៉ុន្តែខ្ញុំអត់ទាន់ចង់រំលឹកព្រោះខ្ញុំគិតថាបើសិនជាអត់ចាំបាច់ក្នុងការរំលឹកទេខ្ញុំនឹងអត់ទាន់រំលឹកទេហើយ channel នេះគឺថតទុកទេអញ្ចឹងបើសិនជាមានឱកាសខ្ញុំនឹងបកស្រាយបន្ថែមទៀតឥឡូវខ្ញុំបកត្រឡប់មកវិញដោយសារតែ head Paul នឹងហើយដែលធ្វើឲ្យខ្ញុំចង់ខ្លាចទៅជាផលិតករភាពយន្តហើយខ្ញុំអត់បានរៀននៅអ្វីដែលខ្ញុំប៉ងប្រាថ្នាទេដោយសារតែនៅក្នុងឆ្នាំហ្នឹងគឺម៉ាក់របស់ខ្ញុំគឺត្រូវចោលប្លន់ហើយអ្វីដែលគាត់បានខំកសាងដូចថារយៈពេល18ឆ្នាំមុនខ្ញុំប្រឡងចប់ហ្នឹងគឺត្រូវរលាយទាំងអស់ហ្មងគឺនៅក្នុងឆ្នាំមួយហ្នឹងគឺគាត់គេយំរហូតរយៈពេល1ឆ្នាំ2ឆ្នាំគាត់ជាចង់ប្រាប់គាត់ពេលខ្លះគាត់ចង់លាក់ពេលខ្លះគាត់ចង់ឲ្យខ្ញុំនឹងនិយាយរឿងរាវទាំងអស់ហ្នឹងដែរពីព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍ហ្នឹងហ្មងតែខ្ញុំសុំបិទវងកញ្ចក់ទៅវិញព្រោះហ្នឹងវាគ្រាន់តែជាផ្នែកមួយអញ្ចឹងបានជាវគ្គមុនខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាហេតុអីក៏ខ្ញុំអត់បានចូលទៅរៀនអ្វីដែលខ្ញុំចង់បានហើយប៉ាខ្ញុំក៏ប្រាប់ថាបើឲ្យពេញចិត្តអញ្ចឹងទៅគឺហេតុផលមួយហ្នឹងដោយសារតែគាត់ដឹងថាគាត់មិនពេលហ្នឹងគឺពិបាកដូចថាហេរញ្ញវត្ថុរបស់គ្រួសារយើងវាធ្លាក់ចុះអញ្ចឹងมันអាចទៅរៀនអ្វីដែលថ្លៃបានទេអញ្ចឹងឲ្យកូនអស់ចិត្តគាត់ក៏ប្រាប់ថាឲ្យទៅមើលទៅហ្នឹងហើយចុងក្រោយទៅក៏សម្រេចចិត្តថាអត់រៀនខ្លួនឯងហ្មងដោយសារតែខ្ញុំអត់ចង់រំខានហេរញ្ញវត្ថុរបស់ពួកគាត់ហើយក៏នៅពេលកំឡុងពេលដែលចូលរៀននៅសាកលវិទ្យាល័យរបស់ខ្ញុំផ្នែក interior design ហ្នឹងគឺខ្ញុំឆ្លៀតរត់ទៅធ្វើការឲ្យទូបាយ័នរយៈពេលកន្លះថ្ងៃជាអ្វីដែលខ្ញុំបងប្រាថ្នាអ្នកទាំងអស់គ្នាដឹងហើយនៅពេលហ្នឹងគឺសប្បាយចិត្តមែនតើដោយសារបងដែលគាត់ជា producer របស់ខ្ញុំជំនាន់ហ្នឹងបងសុខាយុលឹកឈ្មោះគាត់តិចចុះសង្ឃឹមថាគាត់បានស្ដាប់គាត់ឮចុះជាការងារកន្លែងដំបូងរបស់ខ្ញុំនៅបាយ័នដំបូងហ្មងណាបានន័យថាគឺជា
លើកទី1ក្នុងជីវិតហ្មងគេ10នាក់គេរើសយកម្នាក់គេរើសយកទាំង10ហ្នឹងហ្មងហើយខ្ញុំនៅក្នុង10ហ្នឹងហើយខ្ញុំបានការងារជា production ហើយខ្ញុំអត់ចេះអីទេគេឲ្យខ្ញុំទៅអង្គុយមើលដដែលរហូតនៅនេះហ្នឹងរៀនគ្មានចេះអីទេប៉ុន្តែពេលអនុវត្តអាចធ្វើបានហើយធ្វើដំបូងធ្វើបានរូបថត slide ចុះ slide ឡើងឯងនៅក្នុង2ឆ្នាំហ្នឹងណានៅក្នុង2ឆ្នាំនៅបាយ័នហ្នឹងគឺខ្ញុំបានរៀនសូត្រច្រើនជាអ្នកកាត់តផងជាអ្នកសរសេរ script ខ្លះផងជាអ្នកបញ្ចូលសំឡេងផងជាអ្នកកាន់ slide ផងជាអ្នកកាន់ក្បាលមីក្រូផងហើយនិយាយពីយំអត់លហែដោយសារតែរឿងរ៉ាវដែលយើងបានស្ដាប់ទៅហ្នឹងគឺថាគាត់បែកបាក់គ្រួសារគាត់ឆ្វេងស្រាវអូយនិយាយទៅយើងយំរហូតហ្មងយើងមនោចេតនាផងគឺឆាប់ប៉ះទង្គិចមែនតែនអញ្ចឹងខ្ញុំបានរៀនសូត្រច្រើននៅកន្លែងធ្វើការរបស់ខ្ញុំហ្នឹងហើយខ្ញុំសំណាងមួយទៀតត្រង់ថាអញ្ចេះគឺថាដូចថាយើងខ្លាចទៅជាដូចយើងអត់ចេះអីសោះគេបរៀនយើងឲ្យចេះដូចថាអញ្ចឹងសប្បាយចិត្តដឹងគុណមែនតើបានរៀននៅអ្វីដែលខ្លួនឯងចង់ធ្វើអ្វីដែលសំណាងមួយទៀតនោះគឺថាអញ្ចេះភាគច្រើនគឺគេចូលធ្វើការពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចអ្នកទាំងអស់គ្នាដឹងមកក្រុមហ៊ុនគឺមានតែខ្ញុំម្នាក់ឯងដែលធ្វើការម៉ោង1ថ្ងៃរហូតដល់ម៉ោង8យប់ហើយតែឯងហ្មងធ្វើការគឺចាប់ពីម៉ោង5ទៅគឺខ្ញុំនឹងអង្គុយតែឯងកាត់តម្នាក់ឯងចឹងទៅពីព្រោះមេគាត់និយាយប្រាប់តែប្រហែលថាឲ្យតែការងារចប់ហើយខ្ញុំមិនបាច់ខ្វល់អីទេគឺថាឲ្យតែចប់ការងារគឺអូខេហើយឲ្យដល់ម៉ោងទៅផ្ទះចុះអញ្ចឹងនេះគឺជាការងាររបស់ខ្ញុំហើយខ្ញុំចុះខេត្តរហូតពេលហ្នឹងគឺចុះខេត្តជួបរឿងរ៉ាវច្រើនណាស់នៅក្នុងកំឡុងពេលធ្វើការហ្នឹងនិយាយមកថារឿងរ៉ាវវាច្រើនអញ្ចឹងមកថាឥឡូវសុំតែឃើញថាវគ្គនេះចង់និយាយពីកន្លែងការងារបន្តឥឡូវអត់បាននិយាយចប់ទេដល់6នាទីបាត់ចាំមើលនៅវគ្គក្រោយខ្ញុំនឹងបន្តទៀតនៅកន្លែងការងារបន្តរបស់ខ្ញុំថាតើកន្លែងការងារបន្តទៀតគឺនៅកន្លែងណាហើយធ្វើអីបន្តទៀតអញ្ចឹងនៅវគ្គនេះដែលជាប្រធានបទតាក់ទងមួយខ្លួនឯងខ្លួនខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយជួបគ្នានៅ channel បន្ទាប់បើសិនជានៅ channel បន្ទាប់នៅប្រធានបទនៅវគ្គបន្ទាប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅអ្វីដែលខ្ញុំនិយាយសូមកុំភ្លេច comment ខាងក្រោមហើយខ្ញុំនឹងឆ្លៀតពេលធ្វើអ្វីដែលតាក់ទងនឹង comment អ្នកទាំងអស់គ្នាអរគុណជួបគ្នានៅវគ្គក្រោយ